สุดท้ายแต่จน Cambodia RC DJI ตรงอันนี้สำหรับไงนี่คือยังเพื่อการบ่าวประเภท DJI Mavic 4 Pro มาไงนี่ก็เพียวกว่าติดๆก็ไม่ย้อยจังยังเพื่อการบ่าวอันนี้ไอ้ก็ย้อนเซตนี้คือจะเซตคัมโบนะโอเคสำหรับเซตคอมนี่คือยังเป็นมอจำนวนใบกรอบในประเภทเตเล่อาร์ซีโปรโทนี่ประเภทกระบอกสเปียร์อย่างไอสเปียร์จะเฮียงแบนไอกันจะกระบาลได้ยังบางเมาส์ตรงนี้มีแอปบอกมาMavic 4 Pro ตรงนั้นมีมอจำนวนใบกรอบต่อมาสลับสกูอันนี้คือสลับสกูไอ้นั่งเตเล่ป่ะเตเล่rồi xài sátอันนี้เป็นตามกระบาลเฉินเป็นเราตามปรีเพลิงนะไอ้นั่งนั่งสาgiờ tới tinh set ní ở trăm bạch tinh ấy bật tham thế năng set miền hẹp mà set mà hay slap school bật tham tiết cứ giờ trăm bạch tinh ở đây bùa trốn xử lý tôi mong khỏi ní việc mình năng set rồi mình đặt sai ở dưới nó dừng thử tinh add bật tham ta chụp bùa Mavic 4 Pro ní dương là thử ca tinh năng set bật tham thế cho mình là set là bên lươn nó dương mà set mà nhưng trốn bọc nhiêu ní dương thử ca set ở thmo sấn đâm bay activate hay nâng update xử lý trong khỏi kếประเภท Mavic 4 Pro នេះហើយក៏វាធំជាង Mavic 3 Pro ដែរអ្នកគ្នាឃើញប៉ុណ្ណានេះសម្រាប់អ្នកដែលគាត់ថតវីដេអូច្រើនហើយថតតាមសមុទ្រឬក៏លើភ្នំអីខ្ញុំ recommend ឲ្យប្រើប្រភេទ Mavic 4 Pro នេះព្រោះដោយសារទម្ងន់វាធ្ងន់1គីឡូជាងទាំងដាក់ថ្មអីទៀតណាហ្នឹងហើយធំគឺជាហាប់របស់គេហ្នឹងថ្ម3បាទជាងយើងសាក់ថ្មសិនមកពីនាយមកវាមានភាគរយថ្ម1កម្មកន្លះចឹងត្រូវសាក់បន្ថែមដើម្បីអាប់ដេតណាបើថ្មតិចពេកក៏យើងអាប់ដេតអត់បានដែរបាទហើយតេឡេនេះលយមែនតើអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិតអាចមើល YouTube អាចអីបានដូចទូរស័ព្ទយើងអញ្ចឹងណាយើងបើកមកគឺវាបើកអូតូហ្មងហ្នឹងហើយយើងអាចបញ្ឈរក៏បានដែរមើលជាបញ្ឈរឬក៏ជាផ្ដេកក៏បានដែរលយមែនតើសម្រាប់អ្នកដែលគាត់ទិញទៅណាចង់បើក unbox ខ្លួនឯងឬក៏ activate update ខ្លួនឯងចឹងជាដំបូងបងប្អូនធ្វើការសាក់ថ្មឲ្យពេញណាឥឡូវយើងបើក drone ហើយ tele វានឹង load បែបនេះបាទឲ្យយើង set ភាសាអញ្ចឹងយើងដាក់ English ទៅទូទៅហើយយើង next មកបាទ English មកអូខេអញ្ចឹងជាដំបូងគេឲ្យយើងភ្ជាប់ Wi-Fi ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជានៅខាងក្រៅណាអត់នៅផ្ទះអាច share hotspot ពីទូរស័ព្ទចូល tele បានតែនេះដោយសារយើងនៅហាងផ្ទាល់អញ្ចឹងយើង connect Wi-Fi ហាងបាទនេះយើង Wi-Fi password មកណាបាទនេះឥឡូវយើង Wi-Fi password ហើយហីគ្រីមកអូខេមកបាទអញ្ចឹង Wi-Fi ខ្ញុំ connect ហើយnext ទៀតមកអូមើលសូវច្បាស់អូខេ confirm កន្លែងនេះបងប្អូនត្រូវវាយ Gmail ចូលបើសិនជាមានស្រាប់របស់ DJI គឺយើងអាចវាយប្រើប្រាស់បានចឹងបន្ទាប់ពីយើងវាយ Gmail របស់យើងចូលហើយបងប្អូនអរនេះឃើញលើពាក្យ welcome ហ្នឹងយើងចុច start មកបាទនេះគេប្រាប់ពីរបៀបប្រើប្រាស់លើ tele ហ្នឹងណាចឹងបងប្អូនទាំងអស់គ្នាដឹងហើយខ្ញុំចុច skip មកបាទចឹង drone ដែលថ្មី
វានឹង load ឲ្យយើង activate នេះវា load កន្លែងហ្នឹងបងប្អូនបើកទាំងអស់មកណាបាទបើកទាំងអស់មក join រីមកនេះ activate ទេអញ្ចឹងបងប្អូនអរគ្នាធ្វើតែប៉ុណ្្នឹងទៅគឺយើងអាចប្រើប្រាស់បានហើយនេះ done មកបាទនេះ update មកតង់ទៀតណាអញ្ចឹងបងប្អូនធ្វើការរងចាំទៅបើសិនជា Wi-Fi ខ្លាំងគឺ update លឿនទេអាចរយៈពេលអាច10នាទីឬក៏ថា20នាទីអញ្ចឹងណាបាទហ្នឹងអាស្រ័យលើអ៊ីនធឺណិតរបស់បងប្អូនទេបាទអញ្ចឹងបន្ទាប់ពីយើង update អាហ្នឹងហើយគឺយើងធ្វើការប្រើប្រាស់ drone បានហើយហ្នឹងហើយអញ្ចឹងឥឡូវគឺយើងធ្វើការ update ពេញហើយបងប្អូនអរគ្នាចុច go fly មកចឹង drone យើង update ហើយចឹងយើងអាចប្រើប្រាស់បានណាហ្នឹងហើយ